ឈ្នះច័ន្ទរតនាក៏មិនប្រកាសថាឈ្នះចម្រើនគុណខ្មែរដែរគឺថាធ្លាប់ឈ្នះច័ន្ទរតនាជុំឲ្យបងស្គាល់ច័ន្ទរតនាច្បាស់ណាស់ណោះហើយជាគេក៏ល្អគ្រាន់ដែរបងបាទមើលទៅការប្រកួតនៅថ្ងៃនោះមិនដែរបងប្អូនមើលទៅបាទមានអីមានតែយើងខំប្រឹងវឹកហាត់ឲ្យបានច្រើនព្រោះកន្លងមកយើងពីមុនយើងវាយកីឡាករមុំតែឥឡូវនេះយើងដែលជួបតែកីឡាកររៀងល្អដែរអញ្ចឹងយើងមានអីមានតែប្រឹងវឹកហាត់ឲ្យបានច្រើនបងបាទសួស្តីរត់ចាស់ជើងមុខសេតសម្រាប់គុណខ្មែរបាទនេះក្រោយពីការប្រកួតជាមួយនឹងតៃម៉ូហើយណាក្រោយពីយកឈ្នះទៅលើតៃម៉ូបានខ្សែគាត់ខ្សែហើយឥឡូវនេះមានបែកភាពប្រកួតនៅថ្ងៃទី4ខាងមុខនេះព្រឹត្តិការណ៍ដ៏ធំមួយនៅស្ថានីយ៍ទូថោណាមិនដែរបងមើលទៅដៃគូបាទគឺថាដៃគូធ្លាប់ឈ្នះច័ន្ទរតនាជុំឲ្យបងស្គាល់ច័ន្ទរតនាច្បាស់ណាស់ណោះហើយជាគេក៏ល្អគ្រាន់ដែរបងបាទមើលទៅការប្រកួតនៅថ្ងៃនោះមិនដែរបងប្អូនមើលទៅបាទមានអីមានតែយើងខំប្រឹងវឹកហាត់ឲ្យបានច្រើនព្រោះកន្លងមកយើងពីមុនយើងវាយកីឡាករមុំតែឥឡូវនេះយើងដែលជួបតែកីឡាកររៀងល្អដែរអញ្ចឹងយើងមានអីមានតែប្រឹងវឹកហាត់ឲ្យបានច្រើនហើយការវឹកហាត់មិនដែរបងលើនេះវឹកហាត់ទ្រាំដល់ថ្ងៃប្រកួតយើងបានច្រើនថ្ងៃដែរទាំងពេញលេងហ៎បងដល់ពេញលេងណាបងហ្នឹងហើយហើយដៃបងស្គាល់ដៃគូច្បាស់អត់ទាន់ច្បាស់បងគ្រាន់តែលើលេងថាធ្លាប់ឈ្នះច័ន្ទរតនាអញ្ចឹងតែអត់ទាន់បានមើលវីដេអូគេថាគាត់វាយល្អអីអញ្ចឹងអត់ទាន់បានមើលណាបាទនេះក្រោយការប្រកួតពីតៃម៉ូហើយប្រកួតឈ្នះតៃម៉ូហើយឥឡូវនេះគឺដៃគូហ្នឹងគឺធ្លាប់ឈ្នះច័ន្ទរតនាទៀតប៉ះនៅថ្ងៃទី4ហ្នឹងហើយមើលទៅគាត់ល្អក្បាច់ល្អដែរបងចាប់គាត់គេបានទេបាទអត់ទាន់ដឹងបាទដែរបានមើលបងតែគាត់ថាលើតែឈ្នះតែយើងអត់ទាន់ដឹងថាគាត់ល្អត្រង់ណាតែលើគ្រូលៀងថាល្អដៃស្ដាំល្អដៃស្ដាំហើយយើងនេះរត់តែជាមុខសេតល្អដែរមើលទៅអត់ទាន់ដឹងដែរចាំមើលទៅដល់រិចថ្ងៃទី4នោះមានសុបស្តាយើងប្រហែលរូបដែរបងណាចូលប្រកួតហើយនោះបាទ4នាក់បងមានដូចជាអេអមរិនហើយនឹងឡាយត្រាហើយនឹងខឿនធីរ៉ាអីយ៉ាចម្លើយគុណខ្មែរវិញកាក់កបដល់ហើយកំពីធំហ្មងយ៉ាតែអាចទៅគុណខ្មែរដូនតាណោះបាទឥឡូវមកពីនិយាយទៅកាន់បងប្អូនអ្នកគ្រប់ត្រអីហ៎បាទមានអីមានចុងក្រោយសូមអរគុណដល់បងប្អូនដែលនៅតែគ្រប់ត្រគុណខ្មែរច្រើនជាងមុនទៀតឥឡូវហើយនឹងដូចជារូបខ្ញុំហើយខ្ញុំនឹងបន្តវឹកហាត់វាយឲ្យបានល្អជាងមុនទៀតបងឈ្នះច័ន្ទរតនាក៏មិនប្រកាសថាឈ្នះចម្រើនគុណខ្មែរដែរ